ចាសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកចង់ប្រាប់ពីវិធីដែលធ្វើឲ្យតបែកយើងហ្នឹងផ្លែច្រើនមានតបែកវិធីឯងបងប្អូនមើលតបែកខ្ញុំអត់សូវល្អហ្មងនេះដើមប៉ុន្តែឲ្យផ្លែយោងយានដល់ឡាទ្រដោតឈើទ្របានទប់ឈ្នះបើមិនចឹងទេបាក់មេឃផ្លែច្រើនពេកអញ្ចឹងវិធីទី1គឺជីគ្រប់គ្រាន់វិធីទី2គឺទឹកគ្រប់គ្រាន់ឯវិធីទី3ចុងក្រោយសំខាន់ណាស់គឺយើងកាត់ត្រួយអូនកាន់ខាត់ឲ្យកន្ត្រៃមកកាត់ត្រួយវាបងប្អូនត្រួយដែលមិនតាន់អូនមកខាត់នេះត្រួយដែលមិនតាន់ផ្លែយើងកាត់ត្រួយយ៉ាង2កង់ចោលកាត់ត្រួយ2កង់ខាងចុងចោលកាត់ទៅនឹងបានចេញផ្លែចិត្តកន្លែងយ៉ែដែលយើងកាត់ហ្នឹងចិត្តកន្លែងដែលយើងកាត់ឡៃណាចេញផ្លែឡៃហ្នឹងចានៅវិធីទី3มันយូរប្រហែលរយៈពេលប្រហែលជា1ខែឃើញចេញក្តាប់តាមហ្នឹងណាចេញក្តាប់តាមដែលចិត្តដែលយើងកាត់ហ្នឹងបងប្អូនឥឡូវមើលអានេះមានหมอมហូបណោអូនេះអូនអានេះមួយหมอมហូបបាទនេះមួយសាកមើលបាយធម្មជាតិសុទ្ធសាធបងប្អូនណាប្រើតែជីធម្មជាតិយើងបានណាជីអាចគោជីអាចមាន់ហ្នឹងបាយ